ញោមស្វាយត្រីឆ្អើយើងធ្វើរសជាតិឲ្យរៀងដិតបន្តិចមកណារសជាតិរៀងជូរហឹរប្រៃផ្អែមអញ្ចឹងមកណាបងប្អូនគួបផ្សំមានតាំងពីបង្គាក្រៀមត្រីឆ្អើនិយាយពីថាញ៉ាំមួយម៉ាត់ណាក៏ឆ្ងាញ់មួយម៉ាត់ណាក៏ជាតិដែរជាពិសេសក្លិនឈ្ងុយចេញពីស្លឹកជីផងហើយសម្រាប់មួយមុខនេះដែរបងប្អូនធ្វើញ៉ាំជាមួយបាយដូចនាងខ្ញុំអញ្ចឹងក៏បានឬធ្វើជាប្រភេទគ្រឿងក្លែមអីគឺរឹតតែត្រូវចំពោះការធ្វើរបស់នាងខ្ញុំវិញគឺងាយខ្លាំងមែនតែនជាពិសេសគឺយើងធ្វើត្រឹមតែ10នាទីអីគឺយើងបានញ៉ាំណាបងប្អូនដំបូងគឺនាងខ្ញុំបានយកម្ទេសនិងខ្ទឹមយកមកបុកជាមុនសិនហើយសម្រាប់ខ្ទឹមនិងម្ទេសនេះបងប្អូនចង់ដាក់តិចឬក៏ច្រើនតាមការចូលចិត្តហើយសម្រាប់គ្រឿងផ្សំនាងខ្ញុំដាក់អំបិលប៊ីចេងម្សៅស៊ុបជាមួយនឹងស្ករបន្ទាប់មកនាងខ្ញុំបានបន្ថែមត្រីឆ្អើរដែងចូលបន្តិចដែរបងប្អូនហើយសម្រាប់ការបុកយើងបុកមិនបាច់ឲ្យម៉ត់ពេកទេណាមើលតែថាម៉ត់ប៉ុណ្ណឹងគឺយើងអាចយកទៅលាយជាមួយនឹងស្វាយរបស់យើងបានហើយសម្រាប់ស្វាយយើងកុំយកស្វាយចាស់ពេកទេបងប្អូនយកមកចាស់ល្មមប៉ុណ្ណឹងនៅពេលដែលយើងបុកទៅមានរសជាតិឆ្ងាញ់ហើយនាងខ្ញុំបានបន្ថែមការ៉ុតចូលបន្តិចដែរសម្រាប់បុកស្វាយនេះបងប្អូននិយាយពីថាត្រូវគ្នាណាស់ជាមួយនឹងខ្ទឹមក្រហមយើងដាក់ខ្ទឹមក្រហមរឹតតែច្រើនរឹតតែមានរសជាតិឆ្ងាញ់ចំណែកស្លឹកជីនាងខ្ញុំប្រើជីនាងវងជីរណាហើយនឹងស្លឹកខ្ទឹមដើម្បីឲ្យញោមស្វាយរបស់យើងនឹងរឹតតែមានក្លិនឈ្ងុយចុងក្រោយនាងខ្ញុំបានបន្ថែមត្រីឆ្អើរជាមួយនឹងបង្គាក្រៀមអញ្ចឹងមកណាដើម្បីឲ្យញោមស្វាយរបស់យើងនឹងរឹតតែមានរសជាតិឆ្ងាញ់ជាពិសេសនៅពេលដែលយើងញ៉ាំទៅប៉ះបង្គាក្រៀមជាមួយនឹងត្រីឆ្អើរអញ្ចឹងទៀតនិយាយពីថារសជាតិវិញបងប្អូនហើយឆ្ងាញ់សាហាវតែម្ដងចាឥឡូវការបង្ហាញពីរបៀបធ្វើបុកស្វាយរបស់នាងខ្ញុំបានបង្ហាញជូនបងប្អូនរួចរាល់ហើយបើបងប្អូនបានធ្វើញ៉ាំនាងខ្ញុំធានាថាដឹងតែជាប់ចិត្តឯណាថ្ងៃស្អែកជួបជាមួយនឹងនាងខ្ញុំសារជាថ្មីម្ដងទៀតអរគុណ